ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះដោយសារតែមានបងប្អូនខមមិនសួរច្រើនអំពី Telegram គាត់បាននិយាយថាគាត់ចង់ add ទៅគេតែ add អត់កើតទោះបីគាត់យក username គេមក add ក៏រកគេអត់ឃើញទោះបីគាត់ save លេខគេឬក៏យកលេខគេមកគាត់រក account គេអត់ឃើញអញ្ចឹងណាបញ្ហាទាំងអស់នេះគឺមានបងប្អូនជាច្រើនមានបញ្ហាត្រង់ថាយើងមិនអាចរក account Telegram មិត្តភ័ក្តិរបស់គាត់បានឬក៏បងប្អូនរបស់គាត់បានអញ្ចឹងបញ្ហានេះកើតឡើងដោយសារតែអាចមកពីខាងមិត្តភ័ក្តិរបស់យើងឬខាងអ្នកដែលយើងទៅadd ទៅគាត់នោះគេបិទយើងអត់ឲ្យ add គេបិទយើងអត់ឲ្យ call អញ្ចឹងណាអញ្ចឹងយើងអាចឃើញទេទោះបីជាយើងយកលេខគេមកក៏ save ទៅ save អត់ចេញដែរ save អត់ចូលដែរហើយយក username មកក៏ទៅ save អត់ចេញដែរបាទ search វាអត់ឃើញបាទអញ្ចឹងវិធីសាស្ត្រតែមួយទេដើម្បីអាចរក Telegram របស់គេឃើញឬក៏ account Telegram របស់គេឃើញគឺ QR code បងប្អូនគឺសំខាន់ជាងគេគឺ QR code ហ្នឹងហើយបាទអញ្ចឹងបងប្អូនត្រូវចូលទៅក្នុង Telegram មកបងប្អូនចូលក្នុង Telegram បងប្អូនទៅបង្កើត QR code Telegram របស់បងប្អូនតែម្ដងឬក៏បងប្អូនឲ្យគេបង្កើត QR code របស់គេមកហើយឲ្យគេផ្ញើមកយើងបាទអញ្ចឹងការបង្កើត QR code គឺស្រួលទេបងប្អូនចូលទៅលើត្រី3មកហើយចុច profile របស់យើងមកបាទតោះមកចុចរូប QR code នេះវានឹងចេញមកបង្ហាញដល់បងប្អូនហើយដើម្បីបងប្អូន share QR code បានអត់បញ្ហាទេគឺបងប្អូនចុច share QR code នៅក្រោមនេះចុចមកហើយបងប្អូនអាចផ្ញើទៅណាមួយទៅផ្ញើទៅ Telegram បងប្អូនបានណាផ្ញើទៅ Telegram ឯកជនបងប្អូនណាមួយទៅបាទញ៉ាចឹងទៅអញ្ចឹងបងប្អូននឹងទទួលបាន QR code ហ្នឹងទេចឹងបងប្អូនអាចឲ្យគេធ្វើអញ្ចឹងហើយឲ្យគេផ្ញើ QR code ហ្នឹងមកបងប្អូនវិញមកហើយបងប្អូនអាច scan ទៅគឺចេញ account របស់គេហ្នឹងបងប្អូនបាទបើអត់ធ្វើអញ្ចឹងទេគឺបងប្អូន search រកអីក៏អត់ឃើញដែរហើយបងប្អូនយកលេខគេ save មកក៏ save អត់ចេញអត់ចូលដែរហើយយក username មកប្រើក៏ប្រើ search អត់ឃើញដែរអញ្ចឹងវិធីសាស្ត្រតែមួយគឺសុំ QR code គេមកដើម្បីយើង scan ចូលទៅក្នុង account គេដោយផ្ទាល់តែម្ដងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនទាំងគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ